នាថ្ងៃទី10ខែសីហាប្រទេសជប៉ុនបានដើរតួនាទីជាអ្នកសម្របសម្រួលដើម្បីធ្វើការបើកច្រករវាងកម្ពុជានិងប្រទេសសៀមគួរបញ្ជាក់ដែរថាការបើកច្រកនេះគឺធ្វើឡើងតែច្រកមួយចំនួនមិនមែនជាការបើកច្រកទាំងអស់ដែលធ្លាប់មានកន្លងមកនោះទេប្រទេសសៀមការដែលមានចំនួនជាមួយប្រទេសកម្ពុជាចាប់ពីខែកក្កដាដល់ខែសីហានេះគឺប្រទេសសៀមមានការខាតបង់ចំណូលដល់ទៅ70%ដែលមិនធ្លាប់មានពីមុនមកបងប្អូនទាំងនេះវាបញ្ជាក់ឲ្យយើងបានដឹងថាបងប្អូនខ្មែរយើងគឺកំពុងតែធ្វើត្រូវហើយមានន័យថាបងប្អូនខ្មែរយើងគឺកំពុងតែធ្វើពហិការមិនប្រើប្រាស់ផលិតផលសៀមតើជប៉ុនត្រូវការអ្វីឲ្យពិតប្រាកដឬក៏ជប៉ុនខាត់បងប្រយោជន៍ទេដឹងពេលថៃឈ្លានពានខ្មែរជប៉ុនបាត់ទៅណាអត់ឃើញមុខជប៉ុនសោះចូលមកចរចាចំនួនតើអ្នកយកការជឿចាប់របស់ប្រជាជនខ្មែរមកលេងសើចមែនឬទេបងប្អូនគិតបែបណាជាគំនិតរបស់បងប្អូនតែខ្ញុំក្នុងនាមជាខ្មែរម្នាក់ខ្ញុំក៏សូមបញ្ចេញជាមតិយោបល់ដែរថាការដែលជប៉ុនស្នើបើកច្រកព្រំដែនពេលនេះគឺជប៉ុនកំពុងតែបំបាក់ទឹកចិត្តខ្មែរដែលមិនទាន់បាត់នៅការជឿចាប់ផងបើការបើកច្រកកើតមានមែនជប៉ុនដូចកំពុងតែធ្វើអត្តឃាតមកលើប្រជាជនខ្មែរយ៉ាងពិតប្រាកដខ្ញុំស្នើឲ្យរដ្ឋាភិបាលមិនបើកច្រកព្រំដែនជាដាច់ខាតគំនិតដែលខ្ញុំគិតនេះខ្ញុំជឿជាក់ថាមានពុកម៉ែបងប្អូនខ្មែរជាច្រើនណាស់ដែលពួកគាត់គឺជាអ្នកជាតិនិយមស្រឡាញ់ជាតិស្រឡាញ់ប្រទេសកម្ពុជាស្រឡាញ់ប្រជាជនកម្ពុជាស្រឡាញ់ផលិតផលខ្មែរស្រឡាញ់អ្វីដែលខ្មែរមានបងប្អូននៅលើពិភពលោកនេះគ្មានប្រទេសណាដែលជាតិនិយមដូចប្រទេសជប៉ុននេះទេពេលនេះហេតុអ្វីបានជាជប៉ុនធ្វើបែបនេះដាក់ប្រជាជនកម្ពុជាយើងតើកម្ពុជាជាប្រទេសដែលអត់មានជាតិនិយមសម្បីតែ 10% នៃប្រទេសជប៉ុនឬយ៉ាងណាខ្ញុំសូមបញ្ជាក់ប្រាប់ជប៉ុនថាខ្មែរគឺជាប្រជាជនដែលមានជាតិនិយមមិនចាញ់ជប៉ុនទេប្រជាជនជប៉ុនស្រឡាញ់ប្រទេសជប៉ុនចំណែកឯប្រជាជនខ្មែរក៏ស្រឡាញ់ប្រទេសខ្មែរដូចគ្នាដែរបងប្អូនខ្ញុំក៏ធ្លាប់បានធ្វើវីដេអូទាក់ទងទៅនឹងការពហិការមិនប្រើផលិតផលសៀមនេះដែរដែលខ្ញុំបានដាក់ចំណងជើងវីដេអូនោះថា Don't tie to me ឬក៏អាចនិយាយបានជាភាសាខ្មែរថាសៀមនឹងចាញ់ពូជខ្មែរអង្គរយើងដោយមិនអាចប្រកែកបាស់ទេបើបងប្អូនកម្ពុជាយើងបន្តពហិការមិនប្រើផលិតផលសៀមខ្ញុំក៏នៅតែនិយាយថាបើអាចគឺមិនចង់ឲ្យរដ្ឋាភិបាលបើកច្រកឡើងវិញនោះទេពីព្រោះសៀមបានបង្ហាញយ៉ាងច្បាស់ថាសៀមបានមើលងាយខ្មែរនិងបំពេញមុខលើប្រទេសកម្ពុជាយើងជាច្រើនករណីនិងច្រើនទម្រង់សង្គ្រាម5ថ្ងៃធ្វើឲ្យយើងបានដឹងពីចរិតពិតរបស់សៀមដោយពួកសៀមនេះគឺបានឌីលខ្មែរយើងមើលងាយខ្មែរយើងប្រមាថមកលើប្រជាជនខ្មែរយើងណាស់ពួកសៀមបានឌីលខ្មែរថាសុទ្ធតែខ្មែរប្រជាជនជាងពាក់កណ្ដាលនៃប្រទេសដើរសុំទានគេតើឈឺចាប់ទេពេលដែលបានលើប្រយោគទាំងនេះបងប្អូនបើទោះបីជាយ៉ាងណាក៏ដោយខ្ញុំសូមលើកទឹកចិត្តឲ្យបងប្អូនខ្មែរយើងទាំងអស់គ្នាត្រូវតែចងចាំការឈឺចាប់នេះដោយតបស្នងទៅចោលសៀមវិញដោយការធ្វើពហិការមិនប្រើផលិតផលសៀមដែលនេះគឺជាការតបស្នងទៅចោលសៀមវិញដ៏អស្ចារ្យបំផុតហើយដែលកូនខ្មែរនិងប្រជាជនខ្មែរទូទាំងប្រទេសត្រូវតែធ្វើបងប្អូននៅចាំបងវីរៈកងទ័ពទាំង18រូបដែរឬទេសៀមបានចាប់ពួកគាត់ដោយបំពានលើបទជំបិញកាលពីថ្ងៃទី28ខែកក្កដាឆ្នាំ2025បើគិតមកដល់ពេលនេះគឺមានរយៈពេល45ថ្ងៃហើយតើពួកគាត់ទាំងអស់គ្នាសុខទុក្ខយ៉ាងណាឆាប់ភ្លេចម្លេះបងប្អូនពួកគេគឺជាចៅសៀមដែលបានសម្លាប់បងវីរៈកងទ័ពខ្មែរយើងជាច្រើនអ្នកនិងថ្មីនេះពួកគេក៏បាននឹងកំពុងតែបន្តប្លន់យកដីបងប្អូនខ្មែរនៅតាមបណ្ដាព្រំដែនពិសេសគឺថ្ងៃទី25ខែសីហានៅស្រុកអូជ្រៅខេត្តបន្ទាយមានជ័យនៅមាននៅឡើយតើជប៉ុនជាអ្វីបានជាហ៊ានស្នើឲ្យមានការបើកច្រកព្រំដែនតើជប៉ុនដែលបានសួរមតិបងប្អូនខ្មែរយើងដែរឬទេពេលដែលទាហានខ្មែរទាំង18រូបដែលថៃចាប់ទៅជប៉ុនបានជួយស្នើឲ្យដោះលែងដែរឬទេពេលដែលថៃយកយន្តហោះ F16 មកទម្លាក់គ្រាប់លើទឹកដីខ្មែរនិងពេលដែលទាហានថៃយកបន្លាលុះមករាយលើទឹកដីខ្មែរពេលគេយកឡានដឹកអាចមកសម្លុតខ្មែរនិងច្រើនករណីទៀតរៀបរាប់10ថ្ងៃសឹងមិនអស់ផងមិនបានមិនឃើញជប៉ុនមកសម្របសម្រួលអ្វីសោះខ្ញុំចង់ផ្ដល់ជាយោបល់ថា
សូមឲ្យរដ្ឋាភិបាលខ្មែរយើងធ្វើការបដិសេធចំពោះការបើកច្រកជាមួយថៃសិនដោយយកលេសនេះដើម្បីអាចជាធ្នូដោះដូរប្រយោជន៍ទាក់ទងទៅនឹងការស្នើសុំយកបងវីរៈកងទ័ពយើងមកវិញ45ថ្ងៃហើយបងប្អូនទាំងអស់គ្នាតើពួកគាត់សុខទុក្ខយ៉ាងណាបងប្អូនពួកគាត់ទាំងអស់គ្នាគឺធ្វើការដើម្បីការពារបងប្អូនដើម្បីការពារទឹកដីខ្មែរសូមកុំទុកពួកគាត់ចោលអី